นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมពុទ្ធិស័ក្តិទូព្រះបង្គំខ្ញុំបករណាសូមនមស្ការកាយវិចាគោរពគុណចំពោះនៃបត្រៃរតន៍មានពុទ្ធរតនៈមួយធម្មរតនៈមួយសង្ឃរតនៈមួយដោយសេចក្តីជ្រះថ្លាជាដៃកម្មការស្មើដោយអាយុជីវិតទីតីអំពីបទនមស្ការដោយសង្ខេបបែបខ្លីនេះត្រូវតម្រូវឲ្យទូអង្គខ្ញុំបករណាអាត្មាភាពលើកយកនៅពធមកសម្ដែងចែកជូនដល់ញាតិញោមហើយក្នុងវេលាឱកាសនេះដែរគឺទុនទីគឺបានចែកមកហើយថាអាត្មាភាពតម្រូវសម្ដែងអំពីព្រះសង្ឃរាជសម្ដេចជួនណាតចូលទៅញៀនមកបានសម្ដែងព្រះបាទជ័យវរ្ម័នទី7ហើយរាប់ដល់គូឲ្យគួរជាទីជ្រះថ្លាហើយមិនចាំបញ្ចប់ទេតែពេលវេលាត្រូវគៀហើយក៏អាត្មាភាពក៏មិនបានវែងដែរគឺសង្ខេបមើលទៅអ្នកគ្រូលោកគ្រូលោកយាយលោកតាក៏ចុកដៃចុកជើងហើយដូច្នេះហើយបើសិនជាអាត្មាភាពសម្ដែងតែហើយមានការភ័ន្តច្រឡំភ្លេចភ្លាំងស្មារតីដោយសេចក្តីអធិប្បាយកន្លែងណានីមួយលើកយកមកសម្ដែងទៅវាមិនត្រូវតាមបទតាមឋានៈតាមអាការៈតាមបែបបទដែលនៅគ្រូលោកគ្រូសិទ្ធិជាអ្នកប្រាជ្ញសិទ្ធិអ្នកចេះដឹងលោកយាយលោកតាយនោះអាត្មាភាពក៏សូមធ្វើការខន្តីអភ័យទោសដល់អាត្មាភាពផងដូច្នេះហើយមិនឲ្យជាវែងឆ្ងាយប្រមាណគឺតម្រូវយកនៅប្រវត្តិរបស់ព្រះសង្ឃរាជសម្ដេចជួនណាតមកសម្ដែងចែកជូនញាតិញោមហើយដោយបានអ្នកគ្រូនាយិកាចេញសកុនធាបានស្វាស្វែងបានរៀបចំនៅពិធីបុណ្យផ្កានិងអភិសេកដើម្បីសាងសង់នៅសមិទ្ធផលនានាក្នុងសាលាដើម្បីឲ្យជាទីគយគន់រំគល់មើលហើយឲ្យអ្នកដទៃមករៀនហើយមកមើលនៅសាលាហ្នឹងคล้ายជាការអប់រំដល់សិស្សានុសិស្សដល់សានុសិស្សហើយបានជាអ្នកគ្រូលោកគ្រូឬក៏អ្នកម្ចាស់ទានអាត្មាភ្លេចឈ្មោះអ្នកម្ចាស់ទានឈ្មោះអីញោមបងមើលអត់នេះមើលបានខាងនោះឲ្យទូចតន់ហើយនឹងអ្នកស្រីចេញច្រាប់ខាងស្ដាប់ដៃជាស្អីវាហៀងវាហៀងសូមជាស្រ័យផងញាតិញោមម្ចាស់ទានដែលបានជួយលើកតម្កើងនៅរូបសំណាកហើយញាតិញោមសិតតែធ្លាប់បានសិក្សានៅនេះញោមណាញោមចាស់ទៀនហ្នឹងធ្លាប់សិក្សាជាដើមកំណើតគាត់បានរៀនបានពងខ្ពស់ហើយក៏បាននឹករលឹកនៅទីកំណើតបើនិយាយរួមទៅហៅថាទីចម្រោះដែលធ្លាប់ផ្ដល់ការអប់រំផ្ដល់ការសិក្សាដូច្នេះគាត់មានសេចក្តីនឹករលឹកហើយក្នុងចិត្តគាត់ក៏ដឹងដែរហេតុអីបានត្រូវកសាងនៅរូបសំណាកព្រះបាទជ័យវរ្ម័នទី7ហើយនឹងព្រះសង្ឃរាជជួនណាតក្នុងចិត្តញោមម្ចាស់ទានគាត់ដឹងដូច្នេះហើយព្រះសង្ឃរាជជួនណាតព្រះបាទជ័យវរ្ម័នទី7ថ្មសម្ដែងទេដោយលោកគ្រូវត្តភ្នៅបានសម្ដែងរួចហើយដូច្នេះអាត្មាលើកយកមកប្រវត្តិរបស់ព្រះសង្ឃរាជជួនណាតប៉ុន្តែដោយនិយាយរួមទៅស្នាដៃព្រះអង្គច្រើនណាស់មិនអាចពណ៌នាអស់ទេញោមបងសូមអធិស្ឋានលោកកិច្ចការងារគឺក្នុងសង្គមក្នុងជាតិក្នុងសាសនាគឺច្រើនណាស់មិនអាចយកមកពណ៌នាមកខ្លីបានទេដូច្នេះសូមលើកត្រួសត្រាសព្រះសង្ឃសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គប្រសូតនៅថ្ងៃអង្គារទី11រោចខែបង្គន់ឆស័កពុទ្ធសករាជ2427ត្រូវនៅថ្ងៃទី11ខែមីនាឆ្នាំ1883 ចឹងណាគ្រូត្រូវហ៎
សួរអ្នកគ្រូផ្លេចខុសដូច្នេះបងប្រសូតនៃជាកុមារភាពគឺព្រះអង្គជាអ្នកឧស្សាហ៍ក៏ជាក្មេងដែលឆ្លាតឆ្លៀសវៃជួយកិច្ចការងាររបស់ឪពុកម្ដាយហើយរហូតដល់លូតលាស់ធំឡើងអាយុ12ឆ្នាំក៏បានឪពុកម្ដាយហ្នឹងឃើញកូនឆ្លាតឆ្លៀសវៃអញ្ចឹងគឺបានទៅបដិបដាក់យកទៅប្រគេនព្រះសង្ឃនៅវត្តពោធិព្រឹកនៅខេត្តស្ពឺវត្តហ្នឹងដូច្នេះហើយយកទៅធ្វើជាគុណសោះអស់រយៈពេល2ឆ្នាំក៏បានឪពុកម្ដាយហ្នឹងបានបំពេញជាអ្នកថាបួសជាសាមណេរនៅអាយុ14ឆ្នាំញោមសម្ដេចបងបួសនៅអាយុ14ឆ្នាំរហូតបួសរហូតបានសិក្សានៅក្នុងវត្តហ្នឹងខាងអសរសាស្ត្រខាងផ្នែកវិន័យខាងអីចឹងទៅហូហែមកទៅព្រះអង្គឆ្លៀតឆ្លាតណាឆ្លៀតឆ្លាតចឹងរហូតបួសហើយចេញទៅរៀននៅវត្តបទុមវត្តអណ្ណាឡោមនៅភ្នំពេញហ្នឹងញោមនៅភ្នំពេញរហូតដល់អាយុ21ឆ្នាំក៏បានព្រះអង្គត្រឡប់មកឧបសម្បទានៅស្រុកកំណើតរបស់ព្រះអង្គវិញណាចឹងព្រះអង្គរៀនរហូតក៏បំពេញឧបសម្បទារៀនរហូតគឺរៀនមិនដាច់ទេញោមហើយព្រះអង្គជាអ្នកឆ្លៀតឆ្លាតណាស់ជាអ្នកឆ្លៀតឆ្លាតខាងផ្នែកខាងភាសាបាលីសំស្ក្រឹតបើខាងភាសាហ្នឹងមានភាសាសៀមមានភាសាបារាំងមានភាសាច្រើនណាស់ញោមឡាវអីបងអាចនិយាយតំណាក់តំណងបើនិយាយរួមទៅអ្នកខ្លះធ្លាប់តែអាចថាព្រះអង្គនិយាយជាមួយសត្វបានទៀតហ្នឹងធ្លាប់ទៅតាមឮមកចឹងព្រះអង្គឈឿឆ្លាតណាស់បងសម្បត្តិសិទ្ធដល់សង្ឃរាជជនណាតយើងណាព្រះអង្គឈឿឆ្លាតណាស់ហើយស្នាមព្រះអង្គដែលធំបំផុតគឺអីគេញោមមានដឹងទេញោមព្រោះសោះស្លាយគួរតែដឹងគល់យល់គឺផ្នែកខាងអក្សរសាស្ត្រគឺផ្នែកអក្សរសាស្ត្រភាសាបាលីសំស្ក្រឹតហ្នឹងគឺព្រះអង្គខំនិពន្ធតាក់តែងជាស្នាដៃដ៏ធំបំផុតចឹងស្រុកខ្មែរយើងតាមសាលានីមួយបានជាគេយករូបសំណាកព្រះអង្គយកមកទុកតម្កើងជួគួរជាទីគោរពជ្រះថ្លាគួរគោរពបូជាគួរលើកតម្កើងគឺដោយសារព្រះអង្គសាងស្នាដៃនៅប្រវត្តិសាស្ត្រឬក៏ហៅព្រះអង្គបានតាក់តែងនៅវចនានុក្រមដល់សិស្សានុសិស្សចឹងបងប្អូនវចនានុក្រមត្រូវតែវាថាអត់ជុលពាក្យអីយើងទៅសើចមើលឃើញហ្នឹងព្រះអង្គបានតាក់តែងពាក្យអីមួយចឹងឬគល់នៃពាក្យអីចឹងទៅចឹងបងប្អូនជាអ្នកសិក្សាគួរតែគោរពគួរតែឲ្យតម្លៃនៃហៅថាគ្រូអាចារ្យឬក៏បណ្ឌិតនៃបណ្ឌិតនៃអក្សរសាស្ត្រផ្នែកខាងអក្សរសាស្ត្រខ្មែរយើងចឹងព្រះអង្គបានបំពេញនៅភារកិច្ចជាច្រើនណាស់ញោមបងច្រើនណាស់ហើយបានតែងសិភៅជាច្រើនកញ្ចៃអនុភាសាបាលីហ្នឹងខាងភាសាបាលីការកហិបរិបត្តិអីហ្នឹងក៏ព្រះអង្គបានតែងហើយបានតែងមួយទៀតគឺអីគេញោមបងក្នុងសាលាអាចថាសូត្របានរហូតគឺអីគេញោមបងអ្នកគ្រូលោកគ្រូអ្នកគ្រូបတ်នគររាជអ្នកគ្រូបានគឺព្រះអង្គបានតែងបတ်នគររាជសូមពងទេវតាហ្នឹងបတ်នគររាជដែលលោកគ្រូព្រះសង្ឃរាជយើងបានតាក់តែងនេះហើយសិតតែជាស្នាមប្រហោះស្នាមប្រហោះនៅស្នាដៃព្រះអង្គមិនអាចបំភ្លេចបានចឹងទេបានញោមអំណោយទូចតន់នឹងអ្នកស្រីចេញច្រឹបហ្នឹងបានមានសទ្ធាឲ្យនឹករលឹកថាអញកាត់មកពីគុណតម្លៃលោកបានឯងរកស៊ីមានបានរហូតមកដល់ពេលនេះចឹងទេគាត់ជារហ័សកូនចៅដែលមានកតញ្ញូកតវិធីចេះរលឹកនឹកគុណនៃបិតាអក្សរសាស្ត្រនៃបិតាអក្សរសាស្ត្ររបស់យើង
chẳng thế phần nắng coi chứ mình ai cắt play bán thế này nhá bông mình ai cắt play bán tí chẳng sơ sàn sơ nó cru cứ miền sạc đây không lìa cả ní cứ miền sạc đây chỉ phần pê chỉ này cầm cá mà na ban của rốt này cầm thì này láng nằm bay bị say ai cho đang bôn cà bạ bỏ dương để cho nên thấy cứ con một nách từ bỏ cru và sang cái gì nách chuồn nát chuồn tự nhiên nào dương cứ bỏ bên con một lầy này nè hay chẳng hai tay nè cru rồi có nhiều mà cha thia bàn cò sang đấy cứ rụng nấc côn chỉ snap đây bỏ ông thông miền chỉ nè prai khang so sa còn đây chỉ nè prai khang sang sa nâng tay bắt mà cổ riêng chẳng dân mình ai cũng thích con lông ban thế ở đây dân công an sát vọt đây công an tôi sát vọt đấy có bàn nó côn hốt chỉ nè tam sala tam chỉ tu tới nó trong sala Paris trên nhà trà Campuchia cứ trời tầm miền ru mình tham tam sala đấy cứ tam vọt tam aram ba nhiệt nhôm miền sạch thía cua ta đã đấy bỏ cua ta đã cua miền sạch thía ru kia sam ký co sang ru bỏ võ đập bay túc oi mình cày dừng mừ dừng đằng tục oi chấm non mình cày dừng cua đằng ô đi chia ru mà ná cứ ru để sang cái dừng là ngay rồi ru để ba chơiประมาณตีประปีนึงngayได้ป้องคำปูปีกาเปียตึกได้กาเปียสอซ่าโดยประบาดใจประมาณตีเบียมปีนึงคือป้องกาเปียฉบังกาเปียคือสมัยป้องคือริจมรานริจมรานนะสตรีนาก็คลายได้ก็จะลือประเนียมป้องนั่นคือคลายมองก็จังเต้คือเป็นต่อมาคือbàn cò sàng cứ rất là chia sẻ đầy và bàn chẳng ấy không bị chấm non cào ý cứ miên chất trẻ khla hay đừng cứ cua thể hiện bù chia nực lực nực cồn và sân chỉ áo tế dương bật bong đầu vào bật thua so sa hai và chẳng tế dương prata so la tăng so barang so ông kle nó để hai thà so la tăng sao ông kle cho nam tại chúng ta về nhà lấy con đi dùng pra chỉ sờ slide con đi dùng pra những cá oi con tự xây chia so máy ọt tranh nhà cá thì so máy dưỡng của bạn riêng của bạn số vừa vừa đi dây rôn tới hỏi cục xưa nè cru khang so sáng cứ trời ta không răng riêng không xoay chú là bạn ai tới rồi người ta là môn tế cứ pra piệt không chẳng á chẳng dừng khmei gà tha tầm pe song để xây cồn pro cồn sấy song ở này bục trong đôi mình đấy hai ta tầm pe hay mấy man hai ta song hay đôi mình đấy hai ta để xây chẳng vừa tam tham sự kiện tới trong cá tầm pe đấy tại tầm pe song để xây phía trái tầm pe trong cá song tại AFC nhỉ song AFC chẳng việc này cứ chỉ việc đặt tương ao rung đại dục của chun chỉ sẽ pon sơ lá bữa ban con chọc chất độ đạm người ta snap cứ vì chỉ là cả một phẩy nè sầm ráp ao rung nó sơ sàn sơ và tê chiết mùi đi chầm ran từ bán sai từ lư không bị chầm non cao ý đai dương bắn đông đảo hai ảo vút đai khăn chừng kê lư vào phục lúc cứ riêng sầu ở miền tha ai quay khăn chừng ca đến số đấy bữa trong ai có tên nu rồi liê bầm bát cà lên sốt đuôi cứ rồi liê ngày này nãy nhớ nhìn nhung bữa sân chỉ ở miền cao rung ở miền Bắc Sala riêng ấy không mấy người ngôn mình đang thầm vật xa anh sầm liệp bầm pe anh và bật thua anh ở vay anh đúng không dân ăn chặt cái kia cho tập bản hai dân đập pe dân cho mà liệp anh ấy piệt bò xiêm này anh ấy bò xiêm đó nè hả các bất chi là bò tam cùng nay thấy xiêm mua việc cắt trong non mà cào khai dương của má việc miền thực đây để xiêm không tai vi mày chặt ta vi ở lấy xong bay ta lấy chúng ta mình khác con ăn chè chư chặt con lẹ cái này chúng ta được nơi bò miền của man khai bốn này con dây pịa mùi mặt tha mấy nhìn luôn cho tam than sùng cũng đăng cả quạt tha
សង្ក្រានបើសិនជាអត់មានបាសឈឺចាប់បើអីចោលលួចទឹកដីអីអត់សូវជឿចាប់ដូចសង្ក្រានអត់មានបាសទេណាអញ្ចឹងគាត់ពោលពាក្យអញ្ចឹងណាញាតិញោមគាត់តែប៉ុណ្្នឹងគឺឆ្លោះបញ្ចាំងពីកូនខ្មែរអញ្ចឹងមិនហើយបានអញ្ចឹងគេចេះតែយកគេចេះតែនេះរបស់យើងអញ្ចឹងអាត្មាភាពក៏សូមដាំដល់លោកគ្រូអ្នកគ្រូក៏ជួយលើកទឹកចិត្តជួយជំរុញគាត់ហើយពេលណាសប្បាយយើងគួរសប្បាយពេលណាយើងរៀនគួររៀនអាហ្នឹងជាទំពាំងយើងក្មេងទូចក្នុងសាលាគឺជាទំពាំងស្នងរិស័យបើសិនជាយើងអត់ខំស្នងពីលោកគ្រូហើយលោកគ្រូអ្នកគ្រូមិនមែនគាត់ណាអាយុ100ឆ្នាំ1000ឆ្នាំណាគឺយើងត្រូវការយើងបន្តពីក្មេងរហូតចឹងយើងរៀនពូកែឆាប់ចេះដាក់ចាំទៅមិនយើងស្នងពីគាត់ស្នងខ្លាចជាលោកគ្រូអ្នកគ្រូអប់រំគេណាបើយើងអត់ខំប្រឹងរៀនយើងគិតថាអញដោយសារជីវភាពកតាគ្រួសារម្ដាយឪពុកខ្លះគឺតម្រូវឲ្យកូនខំរកស៊ីទៅកូនមិនបាច់ទៅរៀនទេយើងនៅតែប៉ុណ្្នឹងបងបើប្រទេសជប៉ុនបើប្រទេសចិនញោមបងសូម្បីតែដើរតាមសាធារណៈក៏មើលសភៅដែរប៉ុន្តែខ្មែរយើងបើដើរតាមសាធារណៈមើលសភៅមិនគេថាឈួតអញ្ចឹងថាខុសគេអញ្ចឹងវាវប្បធម៌យើងវាផ្សេងបងចឹងទេបើប្រទេសចិនប្រទេសជប៉ុនដែលប្រទេសគេរីកចម្រើនប្រទេសដែលគេរីកចម្រើនគឺគេផ្ដោតលើការអប់រំជាធំបងចឹងក្របនុយក្លេអ៊ែរឬក៏ក្របអីឬក៏អ្វីក៏ដោយគឺអាស្រ័យទៅលើការអ្នកប្រាជ្ញអ្នកចេះដឹងហើយបើយើងអ្នកចេះដឹងហើយយើងមិនបាច់ចាំយកកម្លាំងទៅច្បាំងទេយើងចេះបង្កើតក្របបង្កើតអីឲ្យបើថាសម័យឥឡូវគេមានដ្រូនមានគេហៅថាមនុស្សយន្តអីអាចថាបើថាយើងរីកចម្រើនខ្លាំងមែនគឺយើងមិនបាច់ចាំប្រើកម្លាំងមនុស្សទេគឺយើងប្រើឲ្យពួកគាត់ទៅវាយច្បាំងជំនួសយើងបានហើយសួរថាឈឺអត់ឈឺទេព្រោះវាជាមនុស្សយន្តអញ្ចឹងអាហ្នឹងប្រទេសគេរីកចម្រើនប្រទេសជប៉ុនប្រទេសអីគេដើរលឿនណាបងគេដើរលឿនគេអគ្គិសនីអីគេចង់ជួនកាលគេចង់ឆ្នៃឲ្យមនុស្សគ្រាន់តែមនុស្សដើរជន់គឺបង្កើតជាភ្លើងអគ្គិសនីបានឲ្យយើងប្រើឲ្យបានប្រើប្រាស់សិនគ្រប់ប្រទេសអាហ្នឹងចឹងអានេះហេតុអីបានជាអីគេបានជាយើងត្រូវការស្នងដោយសារតែយើងត្រូវការឲ្យប្រទេសជាតិយើងរីកចម្រើនតទៅមុខទៀតឥឡូវយើងកំពុងរីកចម្រើនហើយប៉ុន្តែយើងកាន់តែឲ្យរីកចម្រើនបន្តទៅមុខទៀតកុំឲ្យថាយើងចំនួននេះយើងអត់ចេះបង្កើតអីជួនកាលយើងមានមោទនភាពចំពោះអង្គរវាត្រូវប៉ុន្តែមោទនៈអង្គរហ្នឹងវាស្នាដៃពីណាគេស្នាដៃនោះព្រះសង្ឃព្រះបាទជ័យវរ្ម័នទី7និងព្រះបាទជ័យវរ្ម័នទី1ដែលលោកខំកសាងតាំងពីដើមឡើងអានេះជាស្នាដៃរបស់លោកទេមិនមែនជាស្នាដៃរបស់យើងទេយើងមោទនភាពចំពោះលោកអ្វីដែលសំខាន់បំផុតគឺយើងចេះបង្កើតកូនខ្មែរខ្លួនឯងចេះបង្កើតអ្វីដែលជាស្នាដៃរបស់ខ្លួនឯងដើម្បីឲ្យក្មេងជំនាន់ក្រោយមិនបានសិក្សាបានជួយគ្រាន់តែឃើញស្នាដៃចំនួនទសវត្សរ៍ទីប្រមាណទីយើងទសវត្សរ៍ទីប្រមាណស្មាផ្លេចនេះយើង21 22ណាចឹងឲ្យតែចំនួនយើងទសវត្សរ៍យើងគឺចំនួននេះរីកចម្រើនល្អណាស់ណាឲ្យក្មេងចំនួនក្រោយគាត់តែនឹកឃើញគឺដឹងថាចំនួនយើងគឺមានការរីកចម្រើនឧទាហរណ៍បើសិនជាយើងអត់ខំប្រឹងក្មេងចំនួនយើងអត់ខំប្រឹងគិតតែពីសបាយគិតតែហ៊ឺហាគិតតែពីអញក្នុងភូមិគ្មានបណ្ណាលុយជាងអញទេមានតែអញលុយគ្មានបណ្ណាហ៊ានធ្វើអីអញទេចឹងក្មេងគាត់មានមោទនភាពខ្លួនឯងទាំងតែខ្លួនឯងគ្មានអ្វីសោះជួនកាលខ្លួនឯងវាអត់មានអីសោះពឹងឪពុកម្ដាយសុទ្ធឲ្យមានមោទនភាពខ្លួនឯងថាអញវាខ្លាំងជួនកាលអាងតែមានក្រុមអាងតែមានគ្នាជួនកាលក្មេងខ្លះសិស្សសាលាខ្លះមួយចំនួនមិនទាំងអស់ទេបងគឺជួនកាលគាត់មានមោទនភាពខ្លួនឯងអាងគាត់មានក្រុមមួយធ្វើបាបគេម្នាក់ឯងអាហ្នឹងក៏វាអត់ត្រូវដែរជួនកាលយើងពេលហ្នឹងយើងចឹងមែនឧទាហរណ៍បើសិនយើងថ្ងៃក្រោយយើងដើរម្នាក់ឯងមិនតែយើងអាចគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងពុទ្ធសាសនាបានបរៀនអស់ហើយកុំចោលពៀននឹងគ្នាកុំមានសេចក្តីកោតខំនឹងគ្នាពុទ្ធសាសនាអប់រំបានច្រើនណាស់ខ្លាចតែយើងអត់ទទួលនៃការអប់រំអំពីពុទ្ធសាសនាដោយសម្ដេចព្រះសង្ឃរាជជួនណាតដោយសង្គ្រាមឆាត់អីជាដើមសិតតែលោកខំតស៊ូណាព្យាយាមណា
ដើម្បីឲ្យក្មេងចំនួនក្រោយយើងខំថែរក្សាតទៅទៀតប៉ុន្តែជួនកាលក្មេងចំនួនក្រោយយើងតំពាំងដែរតំពាំងស្អុយអត់ចេះស្នងអញ្ចឹងអាស័យពីមុនវាលូតលាស់ល្អប្រសើរតែឥឡូវតើអត់ចេះស្នងអាស័យហ្នឹងគឺចប់ហើយអត់មានអាស័យដោះទៀតទេអញ្ចឹងអត់មានប្រទេសជាតិហ្នឹងអត់មានការរីកចម្រើនទៀតទេអញ្ចឹងក៏សូមផ្ដាំដល់បងប្អូនសិស្សានុសិស្សខំព្យាយាមឡើងព្យាយាមសិក្សារៀនសូត្រការអប់រំពីអ្នកគ្រូលោកគ្រូតែគាត់ខំពុះពៀពីផ្ទះសម្បែងពេលវេលាគាត់មានតម្លៃដែរណាក៏អញ្ចឹងយើងត្រូវតាំងចិត្តយើងជាកូនខ្មែរមួយយើងកុំបោះបង់នៅឧបសគ្គដែលតូចមួយជួនកាលយើងពេលនេះយើងឧបសគ្គទៅទេប៉ុន្តែគាត់ថាប៉ុណ្្នឹងអញឈប់រៀនដែរម៉ែអញក្រអញជួយឪពុកម្ដាយរកស៊ីណាជួនកាលគាត់គិតចឹងគាត់បោះបង់សាលាដើម្បីទៅជួយឪពុកម្ដាយសួរដល់ពេលគាត់ទៅរកស៊ីដល់ពេលគាត់អត់មានតម្រេះវិជាជុកគាត់មានប្តីប្រពន្ធឡើងហើយកូនគាត់ហើយគាត់បើគេអ្នកចេះដឹងគេចេះបង្កើតមុខរបរចេះរកស៊ីអីចឹងទៅនៅលើយើងទេបាទចេះជួនកាលអ្នកចេះដឹងខ្លាចជាឃុំខ្លាចជាអីចឹងទៅហើយរកទៅធ្វើការងារនៅតាមរាជធានីភ្នំពេញឬតាមបណ្ដាខេត្តគាត់ចេះចឹងទៅខាងផ្នែកកុំព្យូទ័រខាងផ្នែករដ្ឋបាលអីផ្សេង accounting អីណាផ្សេងទៅចឹងគាត់ចេះដល់ពេលយើងអត់ចេះយើងបោះបង់សាលាដើម្បីទៅរើសចន្ទទីបោះបង់សាលាទៅរើសចន្ទទីមួយពេលហ្នឹងដើម្បីគិតថាអញរើសសាលាអញរើសមួយពេលហ្នឹងវាបានលុយចឹងឲ្យដាក់ចំចោលរឿងត្រូវការចំត្រូវការអប់រំអានោះចំអាពាក្យផ្អែមនោះវាអាពាក្យនេះល្វិញអីគេល្វិញលេស្លែងវិញនោះអានេះតែមនុស្សចឹងត្រូវការចំចឹងអាត្រូវការលុយប៉ុន្មានមួយថ្ងៃ 20000 ឬក៏1គីឡូ 7000ដើម្បីមួយថ្ងៃហ្នឹងយើងបោះបង់ពីការសិក្សាទៅដល់ពេលអនាគតទៅឲ្យយើងបានផលមកផ្លែហ្នឹងមែនអាធនធានបណ្ដុះបណ្ដាលសិស្សសានុសិស្សវាយូរមែនទេញោមតម្រាំនឹងបានចេះដឹងតម្រាំមករៀនចប់ថ្នាក់ទី12គឺយើងចំណាយពេលច្រើនអញ្ចឹងយើងត្រូវតែដើម្បីឲ្យប្រទេសជាតិរៀនចម្រើនគឺម្នាក់ខំតស៊ូបានទី12មិនបានទីហួសទី12ក៏ដល់សាកលវិទ្យាល័យឬក៏បើមានយើងមានលទ្ធភាពទៀតក៏ដល់អនុបណ្ឌិតអីចឹងទៅចឹងទេគឺដោយពេលវេលាវាខ្លីផងទេវាចង់បែង1ម៉ោងអាត្មានៅច្រើនទៀតអញ្ចឹងចោះសូមផ្ដាំហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានខំប្រហាត់ដល់សិស្សសានុសិស្សនៃការអប់រំមនុស្សយើងតែខ្វះការអប់រំអីទោះរៀនដល់ណាក៏សូន្យដែរអត់មានសិលធម៌អត់មានការអប់រំហើយគឺតែណាមកណាក៏សូន្យដែរគ្មានតម្លៃទេចឹងមនុស្សយើងរៀនចេះដឹងត្រូវតែមានសិលធម៌សុជីវធម៌ហ្នឹងហើយក៏ចេះគោរពអោតតូនចាស់ទុំយើងចេះដល់ណាក៏ដោយយើងចេះតែគោរពចាស់ទុំព្រឹទ្ធាចារ្យជួនកាលឯងចេះទៅអត់ចេះគោរពគ្រូជួនកាលឃើញគ្រូដើរបុកទៀតណាអានឹងកុំចឹងណាអញ្ចឹងយើងរៀនបានចេះដឹងរកស៊ីមានបានទោះគ្រូបហាត់ជួនកាលគ្រូបហាត់យើងនៅគាត់ជាវិភាពក្រទេតែយើងជាសិស្សជួនកាលរៀនចេះដឹងទៅខ្លាចជាអ្នកមានទៅជួនកាលមើលគ្រូបហាត់ឯងនៅតែក្រដែរជួនកាលគាត់មើលនិយាយចឹងណាអញ្ចឹងនេះគេថាគ្រូម៉ាត់សំបីតែបហាត់ឲ្យដើរផ្លូវត្រូវឲ្យរៀនអ្វីដែលត្រូវឈ្មោះតែគ្រូមួយជីវិតឈ្មោះគ្រូមួយជីវិតអញ្ចឹងយើងជាសិស្សឬក៏អ្នកដែលបានសិក្សាដល់ណាគឺត្រូវចេះឲ្យតម្លៃលោកគ្រូអ្នកគ្រូដូច្នេះហើយអាត្មាភាពមិនវែងមិនឆ្ងាយទេឥឡូវពេលវេលាក៏ល្មមដល់ទីបញ្ចប់ហើយដែរក៏សូមលើកកងការមហាកុសលទាំងឡាយទាំងពួងនេះដែលបានប្រពធ្វើពិធីបុណ្យការប្រាក់ដើម្បីសាងសង់នៅសមិទ្ធផលនានាក្នុងសាលាដើម្បីការឲ្យគួរចតិជ្រះថ្លានិងលើកតម្កើងនៅព្រះបាទជ័យប្រមាណទី7និងព្រះសង្ឃរាជសម្ដេចព្រះសង្ឃរាជជន្តានេះហើយក៏សូមរដ្ឋាអំណាចទាំងឡាយទាំងពួងដែលខំកសាងខិតខំនេះជាពិសេសម្ចាស់ទាននេះក៏សូមជួបតែសេចក្តីសុខសេចក្តីចម្រើនជួបតែពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈ
នឹងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យសម្បត្តិព្រះនិព្វានហើយញោមប្រុសស្រីញាតិញោមពីចិត្តទីឆ្ងាយណាក៏ប្រាថ្នាសម្បត្តិណាមួយក៏ណាមួយនោះក៏សូមបានសម្រេចដោយបំណងផងប្រាថ្នាសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនាធម៌ដែលខ្ញុំកណ្ដាលមកពីសម្ដែងមិនក៏សូមលោកសន្មតចប់ប៉ុណ្ណេះឯងអេវ៉ា